ព័ត៌មានចុងក្រោយអំពីសង្គ្រាមនៅអ៊ុយក្រែនលោកសេឡិនស្គីអំពាវនាវជាថ្មីសូមប្រព័ន្ធប៉ាត្រីយ៉ូតគណៈទ័ពអាកាសឈប់ផ្សព្វផ្សាយតួលេខមីស៊ីលប្រធានាធិបតី Volodymyr Zelensky បានអះអាងកាលពីថ្ងៃទី12ខែសីហាថាអ៊ុយក្រែនអាចកំទេចមីស៊ីលប្លង់ទឹកអស់របស់រុស្ស៊ីបានប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមលក់មីស៊ីលស្ទាក់ចាប់ប្រភេទប៉ាត្រីយ៉ូតចំនួន 10% នៃស្តុកដែលមានស្រាប់របស់ខ្លួនមកឲ្យទីក្រុងគៀវលោក Zelensky បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថានៅឆ្នាំនេះខ្ញុំស្នើសុំឲ្យដៃគូអាមេរិកលក់មីស៊ីលចំនួន 5% នៃស្តុកដែលពួកគេមានមកឲ្យខ្ញុំប្រធានាធិបតីរូបនេះបានបន្ថែមថាប្រសិនបើពួកគេលក់ឲ្យយើងចំនួន 5% យើងនឹងអាចឆ្លងកាត់រដូវរងានិងជួយសង្គ្រោះជីវិតប្រជាជនបានហើយប្រសិនបើពួកគេអាចលក់ឲ្យយើងដល់ទៅចំនួន 10% នោះយើងនឹងកំទេចមីស៊ីលប្លង់ទាំងអស់របស់រុស្ស៊ីចោលការអំពាវនាវរបស់លោក Zelensky សុំមីស៊ីលស្ទាក់ចាប់បន្ថែមទៀតនេះបានធ្វើឡើងស្របពេលដែលអ៊ុយក្រែនកំពុងជួបប្រទះការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៅសម្ភារៈការពារដែនអាកាសយោងតាមអង្គការសហប្រជាជាតិនៅក្នុងខែកក្កដាអ៊ុយក្រែនអាចស្ទាក់ចាប់បានមីស៊ីលប្លង់ត្រឹមតែ29គ្រាប់ប៉ុណ្ណោះក្នុងចំណោមមីស៊ីលសរុប195គ្រាប់ដែលរុស្ស៊ីបានបាញ់មកលើប្រទេសនេះដែលធ្វើឲ្យខែនេះក្លាយជាខែដ៏សាហាវបំផុតសម្រាប់ជនស៊ីវិលស្លូតត្រង់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំបានចាប់ផ្ដើមនៅឆ្នាំ2022មកលោក Zelensky បានបញ្ជាក់បន្ថែមថាផ្ទុយទៅវិញបើខ្ញុំទទួលបានមីស៊ីលប៉ាត្រីយ៉ូតបានត្រឹមតែ 1% ប៉ុណ្ណោះដោយសំដៅទៅលើចំនួនមីស៊ីលស្ទាក់ចាប់របស់សហរដ្ឋអាមេរិកដែលអ៊ុយក្រែនទទួលបាននាពេលបច្ចុប្បន្ន